ជំរាបសួរបងជំរាបសួរបាទមកមួយទៀតដែរបាទសូមវីដេអូមកវីដេអូទៀតថ្ងៃនេះហ្នឹងហើយនេះបងប្អូនជា UPS បាទ UPS ដែលនេះขนาดនេះគេប្រាប់ថាវាប្រមាណមក10 kVA 10 kVA ស្មើនឹង8គីឡូបាទបោះមកទឹកមកពីស្រុកគេណាគេហៅថាសម្រាមស្រុកគេហើយយើងតែមកបើកទូមកតែបញ្ហាថ្ងៃនេះហ្នឹងហើយយើងបាច់តែនិយាយបើកទូបើកអីតែបញ្ហាថ្ងៃនេះគឺបងតេជនគាត់បានទិញមកបាទគាត់ទិញមករួចគេថាថ្មកាន់គាត់ប្រើបានមួយខែខូចថ្មខូចអាគុយអស់បាទអានេះប្រភេទអាគុយ6 10គ្រាប់12វ៉ុល6 10គ្រាប់អាគុយសរុបវ៉ុល12វ៉ុលវា192វ៉ុលណាប្រព័ន្ធ192តែអាគុយពេញវាចូល200ជាងហើយហ្នឹងហើយតែថ្ងៃនេះភ្ញៀវឲ្យខ្ញុំកែធ្វើម៉េចឲ្យចាប់អាគុយ48បានចាប់អាគុយទៅ4គ្រាប់វិញណាហ្នឹងហើយប្រើជាមួយថ្មខាងក្រៅចេះវិញបាទបានយូរជាងអាគុយនេះប្រភេទអាគុយធម្មតាហ្នឹងហើយធម្មតាអាគុយធុងបាញ់ថ្នាំអីចឹងណាបាទហ្នឹងហើយបញ្ហាខ្ញុំត្រូវកែបាទខ្ញុំទទួលកែណាកែប្រើអាគុយ12វ៉ុល4គ្រាប់វាកើតជា48បាទកែឲ្យកើត48ពុះຂະຫນາດ8000វ៉ាត់នេះតើប្រើ48កែចាប់12អត់បានទេណាហ្នឹងហើយអំពែរត់អត់តាន់ទេចរន្តរត់អត់តាន់ហ្នឹងហើយឲ្យមើលរូបរាងវាបន្តិចហ្នឹងហើយអានេះប្រភេទគេហៅថា board power supply ណាហ្នឹងហើយប្រភេទ inverter power supply អត់មានដំភ្លើងទេដែលខ្ញុំថាអត់មានដំភ្លើងហ្នឹងគឺប្រភេទ board អញ្ចឹងអានេះមិនមែនដំភ្លើងទេណាឃើញរុំស្ពាន់មិនមែនដំភ្លើងទេណាគេហៅថា induction ហើយឈ្មោះមួយទៀតគេហៅ inductor ហ្នឹងហើយអ្នកខ្លះប្រកែកថាមានដំភ្លើងហើយដំភ្លើងនេះគឺជាដំភ្លើង power supply យកភ្លើងចិញ្ចឹមប្រព័ន្ធវាកប៉ិចកប៉ុកនេះហ្នឹងហើយដំភ្លើងមួយនេះគឺគេហៅដំភ្លើងប៊ូតភ្លើងប៊ូតទៅដល់400វ៉ុលសិនប្រភេទ bot high volt អូខេចូលរឿងខ្ញុំទទួលកែណាដោះអាគុយចេញឲ្យអស់លួចអេតចាយបាទហើយយក bot របស់ខ្ញុំបញ្ចូលទៅយើងបញ្ចេញខ្សែអាគុយមកពីខាងក្រោយចាប់ប្រព័ន្ធ48ប្រើបានទូទៅវិញហ្នឹងហើយຂະຫນາດ8000វ៉ាត់ហ្នឹងហើយ8ពេញហើយព្រោះຂະຫນາດនេះຂະຫນາດគេប្រើនៅរោងចក្រឬក៏ប្រើនៅប្រព័ន្ធគេហៅបកគោលសេវាពូស្រុកក្រៅគេហៅទៅប្រើជាមួយserver ណា server សេវាអ៊ីនធឺណិតសេវាអីហ្នឹងហើយក្រុមហ៊ុនវាអត់ទុកឲ្យខូចអាគុយទេវាប្រើឧទាហរណ៍ថា1ឆ្នាំ2ឆ្នាំល្មមដល់អាយុអាគុយវាដោះចោលហើយវាអត់មកអង្គុយផ្លាស់ទេព្រោះក្រុមហ៊ុនហ្នឹងហើយគេមានស្អីអ្នកមើលក្រុមហ៊ុនមើលខុសត្រូវហ្នឹងគេចាប់ផ្លាស់ហើយតែអញ្ចឹងវាសល់កាកសម្រាមនេះធ្លាក់មកដល់ស្រុកយើងបាទហើយពួកគេទៅបើកទូហ្នឹងគេទៅម៉ៅទូមួយប្រហែលទូមួយ500 1000ទៅហើយបានរបស់ក្នុងហ្នឹងគេលក់បានរាប់ម៉ឺនអញ្ចឹងទៅចេះតែថាអើយទូ500អត់ដឹងរឿងហ្នឹងហើយចេះតែនិយាយលេងខ្លះទៅបងប្អូនកុំប្រកែកប្រកាន់ហ្នឹងហើយខ្ញុំទទួលកែណាបងប្អូនអាគុយនៅខាងនេះ4ខាងនេះ4ខាងនោះ12គ្រាប់ខាងនេះ4គ្រាប់មិនដាក់ឲ្យពេញហ្មងទៅមកខាង6មកខាង6គ្រាប់ហ្មងទៅមកខាង8គ្រាប់ទៅឲ្យភ្លើងទៅដល់280វ៉ុលហ្មងណាតែអានេះប្រព័ន្ធ200វ៉ុលចុះបាទអាគុយចូលនឹងអា200វ៉ុលបំលាញចេញមក220តែមុនបំលាញចេញ220វាឡើងទៅដល់480ទៅ500វ៉ុលសិនណាប្រភេទ bot high volt អានេះខ្ញុំកែបាន3ប្រភេទទី1កែចាប់អាគុយ48ប្រភេទទី2អត់ប្រើអាគុយទេប្រើផ្ទាំងសូឡាដោយត្រង់ចុះមកហ្មងហ្នឹងហើយសេរី5ស្លឹកសូឡា700វ៉ាត់ក៏ដែរ500វ៉ាត់ដែរ
series 5 ស្លឹកដាក់សូឡាចូលមកប្រើបរោយហើយតែពេលអស់ថ្ងៃពេលណាអាហ្នឹងចាំភ្លើងវាលត់ពេលហ្នឹងទៅហ្នឹងហើយទី3កែ hybrid ដាក់ភ្លើងរត់ចូលដាក់សូឡាចូលដាក់អាគុយចូលបានទាំងអស់ហើយក្នុង3យ៉ាងហ្នឹងសូឡាអាគុយភ្លើងរត់3យ៉ាងហ្នឹងដាក់មួយណាមួយក៏បានហ្នឹងហើយតែនេះខ្ញុំធ្វើឲ្យភ្ញៀវ hybrid 3យ៉ាងហ្មងដាក់អាគុយក៏បានភ្លើងរត់ចូលក៏បានសូឡាក៏បានហ្នឹងហើយអូខេបងប្អូនចំណាំមុខទុកណាហ្នឹងហើយមាន UPS ពួកនេះអីបើចង់កែយកមកផ្ញើមកខ្ញុំដាក់បតបញ្ចូលខ្ញុំអត់ទៅប៉ះពាល់បតវាវិញទេខ្ញុំគាត់តែមានបតបំលាញបញ្ចូលទៅមួយទៀតហ្នឹងហើយបតដើមវានៅដែលដោះតែអាគុយចេញទេរៀបបតរបស់ខ្ញុំចូលទៅកើតជាប្រព័ន្ធ48ហ្នឹងហើយបងប្អូនមានយកមកខ្ញុំកែឲ្យហ្នឹងមុខមាត់វាពូខ្ញុំឃើញគេលក់នៅហាងអេតចាយច្រើនហ្នឹងហើយហាងអេតចាយណាកន្លែងអេតចាយច្រើនហើយថ្ងៃមុនមានបងនៅខាងណានោះគាត់យកមកតែរើសពីអេតចាយមកបាន4-5គ្រឿងហើយកំពុងជជែកមួយខ្ញុំដែរម្សិលកែបានអត់ជាងកែបានយកមកគាត់ថាបាទហ្នឹងហើយចាំគេដឹកមកពូវាធ្ងន់មិនមែនធ្ងន់អីទេធ្ងន់តែគុយហ្នឹង6-10គ្រាប់ទៀតមើលអូខេបងប្អូនហ្នឹងហើយបើថាមានចំណាប់អារម្មណ៍អីក៏សាកសួរមកសិនតម្លៃបាទនិយាយតម្លៃគ្នាសិនទៅតម្លៃកែតម្លៃអីម៉ានបាទមុននឹងផ្ញើមកកែដល់មកបានហើយឲ្យតែ UPS ប្រហែលគីឡូក៏ដែរយកមកយកមកឲ្យអស់ចង់ធ្វើអីគ្រាន់បើជាងទុកចោលយកមកកែហើយយើងអាចគេហៅបន្ថែមជាក្របលុយបន្ថែមបានណាហ្នឹងហើយរបស់នេះប្រព័ន្ធវល់អាគុយច្រើនអ្នកណាក៏គេញ៉ាដែរគេសួរទៅប្រើអាគុយប៉ុន្មានគ្រាប់16គ្រាប់គេញ៉ាហ្មងតែរកអាគុយណាលោកគេថាអញ្ចឹងណ៎ហើយយើងបកកែដាក់អាគុយ4គ្រាប់ប្រព័ន្ធ48ទូទៅទាំងអាគុយទាំងថ្មមានទាំងអស់ហ្នឹងហើយងាយស្តង់ដារទីផ្សារអាគុយ48 96អាគុយនេះ2គ្រាប់ទៅសេរីចូលគ្នាទៅបានហ្នឹងហើយតែអានេះវាខុសគេវាចេញមក200វ៉ុលហ្មងវាសេរីអាគុយទាំងអស់6-10គ្រាប់200វ៉ុល192វា200វ៉ុលហ្នឹងហើយព្រោះអាគុយមិនមែន12វ៉ុលទេអាគុយមកពេញ13វ៉ុលវាលើស200វ៉ុលផងអូខេអរគុណច្រើនបងប្អូនហ្នឹងហើយបើមានចំណាប់អារម្មណ៍ក៏សាកសួរមកសិនមកជជែកសិនហ្នឹងហើយ